អញ្ចឹងខ្ញុំបានបង្ហាញពីរបៀបមើលជាមួយនឹងកម្មវិធីមើលរឿង Hollywood ជាមួយនឹង app Streamio អញ្ចឹងដោយសារ Streamio បងខ្លះគាត់ថាវារៀងដើរយឺតបាទមូលហេតុរៀងដើរយឺតទី1ដោយសារ server វាមានច្រើនពេលខ្លះទៅមាន4-5 server តាក់ទងជាមួយរឿងមួយដោយសារវាមាន 4K វាមាន HDR វាមានប្រភេទdecoding ដែលខ្ពស់ណាហើយ Dolby Atmos អីចឹងទៅអញ្ចឹងអាចនឹងរៀងនៅពេលដែលអ្នកនរគ្នាចូលទៅយើង loading ទៅលើរឿងណាមួយវារៀង slow អីចឹងណាបាទអញ្ចឹងបើបងអ៊ីនធឺណិតយើង share ពីទូរស័ព្ទឬក៏អ៊ីនធឺណិតរៀងខ្សោយដែរទេយើងអាចមើលនៅក្នុងនេះបាន app Gstream ដោយសារតែ app មួយនេះគឺ resolution របស់វាមានត្រឹម18និយាយទៅមួយរឿងគឺ server វាតែ3ឯងអ្នកនរគ្នាអញ្ចឹងគឺវាអាចនឹងដើរលឿនមែនតើបាទអញ្ចឹងយើងគ្រាន់តែ select ទៅលើវីដេអូមួយណាដែលអ្នកនរគ្នាចង់មើលយើងគ្រាន់តែចុច OK នៅលើវីដេអូនោះយើង select មកខាងស្ដាំបាទយកពាក្យថាវីដេអូបាទបន្ទាប់មកអតិថិជនចុចមកខាងក្រោមបាទដើម្បីចុចលើចំណងជើងវាណាបាទខ្ញុំសូមរកឃើញបន្តិចកុំឲ្យត្រឡប់អូខេចុច OK លើចំណងជើងវានឹងចេញជាមួយនឹងបាទ3 resolution 1080 360ហើយអ្នកនរគ្នា select ទៅលើ resolution ណាដែលយើងចង់មើលហើយចុចពាក្យថា Pro Player អញ្ចឹងវាធ្វើការចាប់ server ចូលបាទវាលឿនជាង Streamio បាទយើងចាំ play ទៅអ្នកនរគ្នាចាំមើលបាទឃើញទេចេញមកហើយអញ្ចឹងមានប៉ុណ្្នឹងឯងរបៀបមើលប៉ោះរបៀបមើលរឿងបាទជាស្រ័យអញ្ចឹងទី1app Streamio ទី2គឺបាទ Gstream ហើយសម្រាប់ app នេះក៏យើងមានជាមួយនឹង category អ្នកនរគ្នាអាចរើសបាននេះចូលទៅកន្លែងស្ដាំនៅក្បែរ search នេះមកកន្លែង channel នេះចុច OK មួយវាមាន comedy action adventures sci-fi fantasy music drama horror romance អីចឹងទៅអញ្ចឹងអ្នកនរគ្នាចង់មើលប្រភេទ category មួយណាបាទ animation អីហ្នឹងចុចទៅលើហ្នឹងទៅគឺវាតាក់ទងជាមួយ animation សុទ្ធអញ្ចឹងទៅបាទកនូជីបឆអីចឹងសុទ្ធអញ្ចឹងទៅយើងអាចមើលកន្លែងហ្នឹងបានឬក៏យើងអាចកន្លែង tray 3នេះគឺកំណត់ជាមួយនឹង movie ហើយនឹង TV show movie បានន័យថាមួយឌីសចប់ TV show គឺប្រភេទរឿងភាគបាទបានន័យថាជាប្រភេទ series ណាបាទដូចរឿង Wednesday ប្រភេទពួកនេះ anime ពួកនេះអីគឺសុទ្ធតែប្រភេទseries ទាំងអស់បាទអូខេអញ្ចឹងមានប៉ុណ្ណឹងបាទអ្នកនរនេះឆ្ងល់នេះអាចឆាតសួរបន្ថែមបាន